很高兴再次同洪森主席先生见面，欢迎你对中国进行正式友好访问。中方一贯将柬埔寨作为周边外交重点方向，坚定支持柬埔寨维护国家主权安全，走出符合自身国情的发展道路。中方愿同柬方一道，共守和平，共谋发展，共创繁荣，扎实推进中柬命运共同体建设，为推进构建人类命运共同体树立典范。ខ្ញុំសូមអរគុណចំពោះប្រសាសន៍ស្វាគមន៍ដ៏កក់ក្ដៅនិងសូមឯកភាពខ្ពស់ចំពោះការវិតម្លៃរបស់អាដាមអំពីទំនាក់ទំនងរវាងប្រទេសយើងទាំងពីរជាមិត្តដៃថែបដែលកំពុងរួមគ្នាកសាងសហគមន៍វាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មីខ្ញុំមានសេចក្តីរីករាយជាខ្លាំងដែលបានជួបអាដាមផ្សេងជាថ្មីតែអាដាមជាមិត្តចាស់មិត្តពិតប្រាកដនិងជាមិត្តជាទីទុកចិត្តបំផុតរបស់ប្រជាជនកម្ពុជា